khơi cho bạn đấy đi nốt nốt ngày làm 4 để khi tình hôn tầm hay ở ton chơi phần tay xạ là bóngนี่chỉ ca xạ là bóng tình hôn này số là chơi ót chơi 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 từ rồi không nắng miền khmai miền ông lệ ông này là dọc khmai có bán ông lệ có bán tam chặt thì hay ông này mơ từ không lại bảo lên về xem tình ngày đốc khai bấy people phải bấy chứ lần khai play máu không mà ngày nó không ngày thầm mũi nó nhầm tinh chật nón đọc hồn không đọc hồn bàn tay pi cầm hồn xanh cái này mùi cầm hồn nhầm tinh pram share pram hồn cầm hồn tiết nhầm tinh pram share cầm hồn mà cầm hồn pram share let's say số thà ta mà share tại lại mà vì it depends vì không nên là tam cầm hồn trong họ này nhầm tinh PPAP Phnom Penh Autonomous Port កំពង់ផែស្វ័យយ័តភ្នំពេញកំពង់ផែស្វ័យយ័តភ្នំពេញកាលហ្នឹងមួយ share like 15300 រៀលនៅក្នុង CSX app កាលហ្នឹងអត់មានលុយជាដុល្លារអត់មាន convert ជាដុល្លារគឺយើងទិញជារៀលក៏ប៉ុន្តែក្នុងនេះខ្ញុំ convert ខ្លួនឯងណាអ្នកនេះប្រហែលជា 3.8 ដុល្លារដោយសារខ្ញុំគិតថាខ្ញុំគិតដុល្លារវារៀងស្រួលជាងអញ្ចឹងណា so that's why ខ្ញុំធ្វើអញ្ចឹងទៅហើយខ្ញុំសូមបញ្ជាក់កន្លែងនេះម្ដងទៀតដែរកន្លែង balance 20,000 រៀលនេះគឺខ្ញុំ transfer ពី AC Lida main account របស់យើងណា account ដែលយើងប្រើប្រាស់រាល់ថ្ងៃហ្នឹង transfer ទៅ trading account យើងត្រូវ transfer ទៅ trading account សិនមុននឹងយើងទិញហ៊ុនអស់នេះបានហើយនៅក្នុង app តែមួយអ្នកនរគ្នាពេលអ្នកនរគ្នា transfer អ្នកនរគ្នានឹងឃើញកន្លែង transfer to trading account ហ្នឹងណាso transfer តាមហ្នឹងទៅហើយយើងយកលុយហ្នឹងមកទិញអានេះបានហើយយើងអត់អាចយកលុយនៅក្នុង main account ទៅទិញបានទេតោះយើង transfer ពី main account មកចូល trading account សិនso like ខ្ញុំ transfer មក50រៀលអញ្ចឹងទិញហ៊ុននៅកំពង់ផែស្វ័យយ័តភ្នំពេញនេះភ្នំពេញ Autonomous Port នេះចំនួន5 share មួយ share កាលហ្នឹងប្រហែលជា 3.8 វាជិត$4ដែរso 5 share យើង multiply by 5យើងនឹងឃើញ$19.12 so like ចិត្ត20រៀលដែរ5 share ចិត្ត20រៀលដែរហើយ AC Lida ABC Akleda Bank of Cambodia ខ្ញុំទិញ5 share 5ហ៊ុនដែរក្នុងមួយហ៊ុនកាលហ្នឹង11360រៀលso ខ្ញុំ convert ទៅលុយដុល្លារប្រហែលជា $2.84 $2 ជាង$3 so បើ compare ថាតើ share ពីរហ្នឹងមួយណាថ្លៃជាងយើងឃើញណា share នៅកំពង់ផែស្វ័យយ័តភ្នំពេញថ្លៃជាង like $1 អី something ហើយសួរថាតើតម្លៃហ្នឹងនៅថេរថ្ងៃអត់ថេរថ្ងៃទេវាផ្លាស់ប្ដូរថ្ងៃប៉ុន្តែអត់ផ្លាស់ប្ដូរច្រើនម៉ានទេផ្លាស់ប្ដូរទៅកតុយក្បាលកាក់ក្បាលសេនក្រោយនេះទេភាគច្រើនណាវាអត់ទៀងទេអ្នកនរគ្នាវាអត់ទៀងហើយអត់ប្រកាសថាថ្ងៃហ្នឹង11360ស្អែកឡើងនៅតែប៉ុណ្្នឹងអត់ទេស្អែកឡើងអាច11380 11390ឬមកក៏ថយអញ្ចឹងទៅកាលណាថយយើងលក់ចេញអត់លក់ចេញទៅអីលក់ចេញយើងមិនខាត right so whole ទុកក្នុងហ្នឹងអញ្ចឹង5 shares multiply by 5គឺស្មើនឹង$14.2 cent អញ្ចឹងកន្លែងនេះខ្ញុំ total ឲ្យខ្លួនឯងដែរ total company 1 company ទី1 5 share បូកជាមួយ company ទី2 5 share គឺស្មើនឹងខ្ញុំបានទិញ$33.32 cent អញ្ចឹងអស់ជាង$33ហើយកន្លែងនេះខ្ញុំសេខ្លួនឯង after buying remained $17.11 មានន័យថាបន្ទាប់ពីទិញបាន10 share គឺ10ហ៊ុនណាមកក្រុមហ៊ុន5 share 5ហ៊ុនអញ្ចឹងអស់ជាង$30អញ្ចឹងលុយដែលសល់នៅក្នុង trading account ហ្នឹងគឺ$17.11 សូមថាលុយហ្នឹងយកទៅណាយកទុកក្នុងហ្នឹងទៅទុកទិញទៀតទៅបើសិនអ្នកនរចង់ទិញថ្ងៃស្អែកថ្ងៃខាងស្អែកទៀតអញ្ចឹងណាប៉ុន្តែបើមិនចង់ទុកទេ it's okay
it's okay ចង់ផឹកកាហ្វេ brand អី transfer លុយពីពី trading account ហ្នឹងមក main account វិញមក transfer បានគ្រប់ពេលវេលាទាំងអស់អ្នកគ្នាប៉ុន្តែគេមានម៉ោងហ្នឹងអ្នកគ្នាយ៉ាមានម៉ោងបិទតែម៉ោង3រសៀលអញ្ចឹងទៅតិចវេកដាលយប់ transfer កដាលយប់ឲ្យអត់បានគេមានម៉ោងវិញអីពេលអ្នកគ្នាអាសេសអ្នកគ្នានឹងដឹងហើយថាម៉ោងប៉ុន្មានគេបើកម៉ោងប៉ុន្មានគេបិទអញ្ចឹងណាការទិញក៏ដូចគ្នាដែរទិញលក់ក៏ដូចគ្នាដែរណាម៉ោងបើកហើយនឹងម៉ោងបិទយើងមិនមែនចេះតែឃើញម៉ោង10ហើយឥឡូវចង់ទិញហ៊ុននេះអត់បានគេមានម៉ោងកំណត់ណាអូខេអញ្ចឹងថ្ងៃដំបូងហ្នឹងថ្ងៃទី1ហ្នឹងថ្ងៃ10ខែ3ឆ្នាំ2023សរុបមកខ្ញុំបញ្ចូល50រៀលទៅក្នុង trading account ហើយបានទិញ 33.32 សេនយ៉ាងដល់សល់17សេនចុច$17.11 សេនហើយខ្ញុំក៏ភ្លេចដែរថាតើលុយនេះខ្ញុំយកទៅណាប៉ុន្តែភាគច្រើនទិញតថ្ងៃស្អែកខាងស្អែកចឹងទៅហើយខ្ញុំមាន note តតងមួយ email invitation អីណានៃមកពីក្រុមហ៊ុនផ្សេងគ្នាដែលខ្ញុំបានទិញ share នៅហ្នឹងគេនិយាយអំពីប្រជុំមហាសន្និបាតភិហ៊ុននឹកគេអញ្ជើញយើងទៅស្អីចឹងទៅប្រជុំមួយគេមួយឯងណាប៉ុន្តែខ្ញុំអត់ដែរទៅទេដោយសារខ្ញុំគិតថាខ្ញុំទិញទូចហើយគេនិយាយពីភិលៀបអ្នកនរគ្នាអញ្ចឹងខ្ញុំគិតថាវីដេអូក្រោយខ្ញុំនឹងចែកម្លែកអំពី note បន្តទៀតអាចជាភិលៀបអាចជាតើធ្វើម៉េចយើងអាចទិញហ៊ុនបានហើយតើតមួយ brokers អីហ្នឹងតើមានក្រុមហ៊ុនណាខ្លះហើយធនាគារណាខ្លះហើយមានក្រុមហ៊ុនណាខ្លះដែលយើងអាចទិញ share ទិញហ៊ុនបាននៅក្នុង app ហ្នឹងគេនឹងមាន list ឲ្យក្រុមហ៊ុនអស់ហ្នឹងណាចុះសូអាចថាវីដេអូក្រោយៗទៀតខ្ញុំនឹងបង្កើតតាម topic មួយហើយក៏បង្កើតជាលក្ខណៈ clip នៅពេលដែលខ្ញុំទិញ share ថ្មីយ៉ាហើយបញ្ជាក់ផងដែរថាខ្ញុំមិនមែនជាអ្នកជំនាញអីទេប៉ុន្តែគាត់តែចង់ចែកម្លែកនៅបទពិសោធន៍ផ្ទាល់ខ្លួនទេហើយអ្នកនេះអាច comment ឬមួយក៏អាចចែកម្លែកនៅបទពិសោធន៍ផ្ទាល់ខ្លួនបានដូចគ្នាយ៉ាហើយអ្នកនេះអាចតាមដាននៅវីដេអូក្រោយទៀតខ្ញុំគាត់ថាខ្ញុំមួយទឹកខ្ញុំអាចផុសម្ដងអញ្ចឹងណាយ៉ាហើយ Facebook page ក៏ខ្ញុំ like summarize អស់ហ្នឹងមកវិញខ្លីៗទេអូខេអរគុណច្រើនសម្រាប់ការស្ដាប់ចា៎